บ่ជំរាបសួរមិត្តភ័ក្តិទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាអំពីការ hack password Wi-Fi ដែលយើងអាចធ្វើការ hack បានដោយប្រើកម្មវិធីមួយដែលមានឈ្មោះថា Dumper ដែល version 40.1 ណាដែលយើងអាចធ្វើការ hack password Wi-Fi ដោយមិនចាំបាច់ទៅយើង lock password ចូលទេនៅពេលដែលយើងប្រើកម្មវិធីនេះទៅវានឹងអាចធ្វើការ lock ចូលនៅ password Wi-Fi ដោយមិនចាំបាច់បញ្ចូលបាទហើយដែលយើងអាចធ្វើការ download បានដែលខ្ញុំបានបញ្ជាក់ link ខាងក្រោមនេះហើយខ្ញុំបាន upload ចូលនៅក្នុងក្រោមនេះខាងក្រោម link YouTube យើងនេះយើងចុចខាងក្រោមទៅយើងវាឃើញ link ដែលយើងត្រូវ download ដែរបាទយើង download ពីរហ្នឹងមកដែលទី1មានឈ្មោះថា INS ទី2មានឈ្មោះថា Dumper version 40.1.ee នេះដែលយើងធ្វើការ download មកហើយវិធី download អត់មានពិបាកទេនៅពេលយើងចូល link ហ្នឹងមកយើងចុច click វា download អត់ដោយសារខ្ញុំអត់តន់ connect ជាមួយ Wi-Fi បាទអញ្ចឹងយើងយកតមកទៀតយើង download បានពីរហ្នឹងហើយណាយើងធ្វើការ install នៅ INS របស់វាខ្ញុំ extract វាសិនបាទ extract មកតមកទៀតយើងធ្វើការ set up លើវាសិនបាទបន្ទាប់មកទៀតទៅយើងប្រើកម្មវិធីនេះព្រោះនេះដោយសារតែខ្ញុំបាន set up នៅក្នុង computer របស់ខ្ញុំហើយគឺនេះ shortcut វាអញ្ចឹងយើងនិយាយតាមវាទៅអញ្ចឹងនៅពេលដែលយើង set តឡើងកម្មវិធីរួចហើយគឺចេញ shortcut មកនេះ shortcut របស់វារូបនេះមកអញ្ចឹងយើងចូលមកកម្មវិធី Dumper យើងសិនណាចុចដប click មកបាទយើងចុចបន្ទាប់មកទៀតយើងឃើញផ្ទាំងហ្នឹងព្រោះថាឥឡូវយើងធ្វើការ scan ណា scan Wi-Fi ដែល computer របស់យើងបានចាប់បានអញ្ចឹងយើងបាន scan មួយឯដែល Wi-Fi មានឈ្មោះថាសួនកំសាន្តខេត្តតាកែវបាទអានេះ BBS ID វាសូមបញ្ជាក់ត្រង់នឹងមួយផងដែរបាទបើសិនជាភាគរយនៃ Wi-Fi របស់យើងចាប់បាក់លើសពី 60% ទើបយើងអាចធ្វើការ hack នៃ password Wi-Fi នឹងបានប៉ុន្តែបើសិនជា Wi-Fi នោះវានៅឆ្ងាយពី computer របស់យើងគឺស្ថិតនៅកន្លែងភាគរយនេះបើសិនជា file Wi-Fi របស់ដែល Wi-Fi ដែលយើង computer របស់យើងចាប់បានឆ្ងាយនឹងវានឹងធ្លាក់ភាគរយនេះដោយសារតែ Wi-Fi ដែលខ្ញុំបានចាប់បាននេះ computer របស់ខ្ញុំចាប់បាននេះវានៅជិតអញ្ចឹងវាគឺ 100% តែម្ដងគឺ router របស់ខ្ញុំបាននេះតែម្ដងណាអញ្ចឹងខ្ញុំធ្វើការ hack ឥឡូវខ្ញុំសាក lock ចូល Wi-Fi ដែលមានឈ្មោះថាសួនកំសាន្តតាកែវសិនបាទខ្ញុំ lock ចូលវាបានទា password ណាខ្ញុំអត់ស្គាល់ password តែឥឡូវខ្ញុំចង់ lock ចូលនៅ Wi-Fi ហ្នឹងដោយមិនចាំបាច់សុំ password ឬក៏ Wi-Fi password អ្វីទាំងអស់ដែលយើងចុចលើហ្នឹងមកយើងចុចពាក្យ WPS តទៅមកទៀតយើងដាក់ tick កន្លែងនេះ to dash last 3 dash នេះដែលភាសាមិនជាភាសាអង់គ្លេសទេដាក់ tick មកហើយយើងធ្វើការ e-scanner ណាបាទបន្តមកនេះចុចលើវាត្រង់នេះយើងចុចពាក្យនេះចុចកន្លែងរូបនេះមកយើងពាក្យ initial jumper start ណាយើងចុចមកវានឹងធ្វើការ lock ចូលនៅ password នៅក្នុង Wi-Fi ដោយ automatic តែម្ដងណារងចាំវាបន្តិចទៅបាទពេលនេះយើងរួចរាល់ហើយត្រូវធ្វើការ hack ដោយរាល់ហើយយើងមិនចាំបាច់ធ្វើការ Wi-Fi password ទេឥឡូវយើងបាន lock ចូលសម្រាប់ហ្នឹងណាខ្ញុំឲ្យប្រើបានធម្មតាខ្ញុំ refresh បាទដែរឥឡូវនេះយើងបើសិនជាយើងចង់ដឹង password វានៅក្នុងនេះដោយសារតែខ្ញុំប្រើ Windows 8 ណាចុចមកស្ដាំលើនឹងមកយកពាក្យ Open Network Center ចុចលើ Wi-Fi របស់យើងមកយកពាក្យ Wi-Fi property ណាបន្ទាប់មកទៀតយើងយកពាក្យ security ដាក់ password ឲ្យវា show password មក yes មួយមកបាទនេះជា password របស់ Wi-Fi ដែលមានឈ្មោះថាសួនកំសាន្តខេត្តតាកែវដែលយើងបាន hack ធ្វើការ hack បាទសូមអរគុណនៅក្នុងការមើលវីដេអូរបស់ខ្ញុំ